SDF ទទួលបានពានរង្វាន់ឆ្នាំ2ឆ្នាំជាប់គ្នាក្នុងវេទិកាបារៈធនបាលកិច្ចឆ្នាំ2026 SDF បន្តកសាងសមិទ្ធផលគួរឲ្យកត់សម្គាល់ដោយទទួលបានពានរង្វាន់បារៈធនបាលរូបវ័ណ្ណបុគ្គលឯករាជ្យឆ្នើមសម្រាប់បារៈធនបាលកិច្ចសាធារណៈរយៈពេល2ឆ្នាំជាប់គ្នាឆ្នាំ2024និងឆ្នាំ2025ក្នុងវេទិកាបារៈធនបាលកិច្ចឆ្នាំ2026ក្រោមប្រធានបទបារៈធនបាលកិច្ចក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយនិងសមិទ្ធផលក្នុងរយៈពេល5ឆ្នាំដែលរៀបចំឡើងដោយនាយកបារៈធនបាលកិច្ចនាថ្ងៃទី4ខែសីហាឆ្នាំ2026នៅសន្តាគារសុខាភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពានរង្វាន់សម្រាប់បារៈធនបាលរូបវ័ណ្ណបុគ្គលឯករាជ្យឆ្នើមត្រូវបានផ្ដល់ជូនតែ3ប៉ុណ្ណោះហើយការទទួលបានពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងនិងទំនុកចិត្តលើការគ្រប់គ្រងមូលនិធិសាធារណៈរបស់ SDF ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពសមិទ្ធផលនេះក៏ជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យឯកជននិងគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មឲ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ SDF សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកបារៈធនបាលកិច្ចព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ដែលតែងតែជឿទុកចិត្តនិងរួមចំណែកដល់សមិទ្ធផលនេះគួររំលឹកដែរថា SDF ត្រូវបានបង្កើតឡើងជាបារៈធនបាលកិច្ចសាធារណៈ National Trust Fund ក្នុងឆ្នាំ2023ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ SDF មានគោលបំណងជំរុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជននិងគ្រឹះស្ថានបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញឲ្យឆ្លើយតបចំតម្រូវការទីផ្សារការងារសម្ដៅជំរុញកំណើនសេដ្ឋកិច្ចនិងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050